សួស្តីពុកម៉ែបងប្អូនបាទថ្ងៃនេះមកដល់ផែពុកម៉ែបងប្អូនមករៀបចំចូលទូចេញមកសុកខ្មែរហើយបាទសម្រាប់ថ្ងៃនេះបាទយើងមាន2គ្រឿងបាទដែលយកមកដាក់នៅផែបាទជាប្រភេទ017 Prime Advance រួមជាមួយនឹង020បាទ Prime Limited Advance ពុកម៉ែបងប្អូនបាទហើយសម្រាប់ថ្ងៃនេះយើងមកដាក់នៅផែផ្សេងពុកម៉ែបងប្អូនបាទដោយសារតែប្រភេទពួកឆ្នាំខ្ពស់នេះបាទគឺតម្រូវឲ្យប្រភេទដាក់ទូផ្សេងពុកម៉ែបងប្អូនបាទអញ្ចឹងយើងយកមកដាក់នៅកន្លែងផែផ្សេងបាទហើយបាទសម្រាប់វីដេអូដែលខ្ញុំ review នេះគឺប្រភេទ017បាទ017គុជ4ប្រភេទ Prime Advance ពុកម៉ែបងប្អូនមកស្អាតណាសម្រាប់គ្រឿងនេះបាទជាប្រភេទឡានកលីឡានប្រើតាមផ្ទះបាទយើងមកមើលខាងក្នុងពុកម៉ែបងប្អូនបាទសម្រាប់ខាងក្នុងគឺខាងក្នុងខ្មៅពូកស្បែកស៊ីន original ទាំងអស់បាទជាប្រភេទក្រងធំ JBL slide counter យំទៅ option គឺកប់ពុកម៉ែបងប្អូនបាទសម្រាប់ប្រភេទពួក Prime Advance នេះបាទហើយចំណុចពិសេសរបស់ Prime Advance នេះគឺសាកជិះបានប្រហែលជាខ្ទង់40គីឡូជាងទៀតពុកម៉ែបងប្អូនបាទអញ្ចឹងបាទសម្រាប់ពុកម៉ែបងប្អូនដែលចង់បានប្រភេទបាទរថយន្តព្រុសបាទសមចៃហើយឆ្នាំខ្ពស់អាចមើលមួយគ្រឿងនេះបានពុកម៉ែបងប្អូនបាទឥឡូវយើងមកមើលបាតក្រោមបាទសម្រាប់បាតក្រោមគឺខ្ចីញញ៉ាយពុកម៉ែបងប្អូនមើលខ្ចៅអត់ទាន់លាងទឹកទេគឺពណ៌បាទសម្រាប់ឆ្នាំខ្ពស់ចេះទៀតគឺធានាថាថ្មីបាទសាច់ដៃខ្ចៅខ្យងអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលចង់បានឡានស្អាតឡានកលីឡានប្រើតាមផ្ទះទឹកថ្នាំស៊ីនមកជុំឆ្នាំខ្ពស់អាចមើលមួយគ្រឿងនេះបានពុកម៉ែបងប្អូនបាទធានាថាថ្មីបាទមើលប្លុកសិននេះគឺខ្ចីញញតែម្ដងបាទសាច់ដៃខ្ចៅខ្យងនេះគឺកប់ពុកម៉ែបងប្អូនបាទនេះនៅ color ពណ៌ឡើយពុកម៉ែបងប្អូនបាទអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនបាទដែលចង់បានប្រភេទឡានបាទ017 020បាទយើងមាន2គ្រឿងបាទរៀបចំចូលទូចេញមកសុកខ្មែរហើយបាទធ្វើការកក់មុនយើងខ្ញុំគិតតម្លៃពិសេសជូនពុកម៉ែបងប្អូនបាទអរគុណច្រើន